សូមស្វាគមន៍មកកាន់ Channel យន្តសភាបាទថ្ងៃនេះយើងមករៀនអំពីគូរេខាត់ paper bank គឺថងกระดาษគឺយើងមានគំរូបែបនេះគឺຂະຫນាតបដិ30ហើយកម្ពស់25 cm ហើយនឹងកន្លែងនេះ8 cm ហ្នឹងហើយតោះមកខាត់ពេលយូចុច Ctrl N មកអូខេហើយយើងរើសតម្រង់ size A4 ទៅមកហើយកន្លែងនេះយក CM3K ដែលសារយើងធ្វើដើម្បីយកទៅបោះពុម្ព CM3K នេះមកអូខេយើងបានផ្ទាំងបាននេះហើយយើងមកមើល size របស់គេ30 គុណ 25នេះយើងយក rectangle tool ដើម្បីយកមកគូរអូខេចុច click មកឆ្វេងមកគឺចេញផ្ទាំងបែបនេះហើយយើងវាយຂະຫນាតយកតែម្ដងកម្ពស់25 30អូ sorry វាយច្រឡំនេះក៏25 គុណ 30តមកផ្លែនេះ8អញ្ចឹងយើង copy មកចុច Alt ឲ្យជាប់មកឆ្វេងទាញផ្លែ30នេះយើងដូរមក8 cm មកអូខេនេះគឺຂະຫນាតនេះ8 cm នេះតើយើងបានប៉ុណ្ណឹងមកយើងយកវាមកគុំចូលគ្នាមកអូខ្ញុំភ្លេចត select តើវាបានប៉ុណ្ណឹងហើយយើង copy មកគ្រប់វាហើយចុច copy ឲ្យបានមួយទៀតមកអូខេនេះយើង copy បានមួយទៀតហើយកន្លែងយើងអាចដាក់តំណងបិទនេះគូដៃធម្មតាមកយកមកស្មើមកហើយយក 2cm បានហើយដាក់ឲ្យអបចូលនេះទៅអូខេបន្ទាប់ពីបានប៉ុណ្ណេះជាមិនតបគឺយើងត្រូវពុះនេះពុះអានេះអាចចំហៀងនេះគឺត្រូវពុះវាជា2មិនពុះវាជា2បានគឺយក8ចែកនឹង2វាស្មើនឹង4អញ្ចឹងយើងទាញវាមកទាញវាមកឆោតមកអូខេតោះបានប៉ុណ្ណេះហើយចុច Ctrl K ហើយវាយឡើងនេះដាក់ 4cm តោះយើងផ្ទះមកដាមកឃើញគឺស្មើគ្នាចាឯងខាងនេះដូចគ្នាយើងចុច CL ទាញមកឲ្យផ្ទះដូចគ្នាអញ្ចឹងមកហើយនេះយើងអាចដាក់វាជាផ្នែកចុចកន្លែងជាកន្លែងភ្លីបត់យក4បានហើយ4 pixel បន្ទាប់មកយើងគូនេះមួយឆ្នោតមកពីតាមនេះដល់តាមនេះហើយទាញមកកមួយស្មើផ្ទះវាឡើងលឿន
ធ្វើម៉េចឲ្យវាចេញមកវារៀងការ៉េបែបនេះ 4cm មានន័យថាអានេះវា 8cm វា 8cm ចឹងខ្ញុំចែកវាជា2វាស្មើនឹង 4cm 4cm គឺអាកន្លែងបត់នេះកន្លែងនេះកន្លែងបត់ហ្នឹងគឺត្រូវតែ 4cm ដូចគ្នាអូខេចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកនរគ្នាគូពីចុងនេះដល់ចុងនេះទៅដែរមកតែយើងគូឲ្យផុតចុងអូខេតបគូបានម្នេះហើយចុច Ctrl K ហើយខ្ញុំបូកវា 2cm ចូលទៀតចឹងវាស្មើនឹង 6cm កន្លែងនេះគឺបាតក្រោមមកវាហើយយើងគូបញ្ជាប់មកគូវាចឹងមកដូចគ្នាតោះមកយើងយក 2A នេះដើម្បីចុច select ចុច C ហងតែនេះ1 2ចឹងមកចុច Ctrl X ហើយផាសវាចូលវិញមិនមែន Ctrl V ណាគឺ Ctrl S ដើម្បីវានៅកន្លែងតងត្រីដើមវិញអូខេតបវាបានប៉ុណ្ណេះហើយចុចដើម្បីវាមានចុចទៀតមកហើយឲ្យទាញវាចុះក្រោមមកហើយវាអត់មានអូខេតបវាបានប៉ុណ្ណឹងហើយយើងទៅគូកន្លែងធ្នេរបស់វាមកគូត្រង់ណាមុនក៏បានដែរព្រោះខ្ញុំគូត្រង់នេះទៅមុនគូតាមខ្ញុំមកធ្វើម៉េចឲ្យជ្រុងនេះចំជ្រុងនេះឲ្យវាស្មើគ្នាតែខាងនេះពីជ្រុងនេះឲ្យវាចំកដារៀងការ៉េអញ្ចឹងមកទៅមួយជាហៀងទៀតដូចគ្នាអូខេចឹងយើង copy ដាក់មកជាហៀងទៀតមកអូខេយើងកាត់យកទៅនេះអូខេដែលខាត់យើងបាន 90% ហើយកន្លែងនឹងដាក់ធ្នេកន្លែងលាបកាវណាចុចមកអូខេតើបានប៉ុណ្ណឹងហើយចុច select ទាំងអស់ Ctrl G ដើម្បីគ្រប់តមកចូល object
ចូលឡើងបានបតហើយចូល fit to select adbot okay okay គឺយើងបានបែបនេះហើយកន្លែងនេះគឺយើងត្រូវមានកន្លែង bot មួយទៀតយើងគូដដែលមកហើយចាក់សោ control 2ចុច control K ដើម្បីផ្ទះកន្លែងក្បាលលើហ្នឹងឲ្យបាន 4cm មកអូខេនេះបាន 100% ហើយហើយគូរង្វង់ទៅបែបនេះមកអាចផ្ទះវាដល់ 15cm ចុចគ្រប់ទាញវាចុងកណ្ដាលមកចុច Ctrl K វាយ 2cm ផ្ទះខាងលើហើយផ្ទះចុងក្រោមកន្លែងយើងដាក់ខ្សែតាមយើងចូលចុច Ctrl លេខ 2 Ctrl Alt លេខ 2 ដើម្បីដុសសោនេះមកវិញហើយយើងដាក់ pli bot យើង select ម្ដងទៀតយក object យក adbot fit select adbot តោះមកយើងដាក់ adverb ចូលចាក់សោលេខខាត់យើងមួយមកហើយអាចដាក់ adbot របស់យើងចូលបានវាមាន logo យើងទាញ logo របស់យើងចូលមកអូខេហើយយើងអាចបើកពលាតបានចុច Ctrl Alt P បើកពលាត 0.25cm ហើយយើងគូ adbot របស់យើងចូលមកអូខេចាប់បោកក្រហមក៏បានយើងដូរទៅដើម្បីវាឃើញលេខខាត់អូខេជាការស្រេចគឺយើងបញ្ចូល adverb ចូលបានហើយប៉ុណ្ណឹងគឺយើងអាចបញ្ជូនទៅខាងបោះពុម្ពគឺគេអាចបោះបានអូខេ